សូមឆ្លៀតធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសប្បុរសជនដែលលោកមានសទ្ធាក្រៃលែងណាស់ជួយជាសម្ភារៈនៅក្នុងការចាក់ប្លង់សេទីអារាមអង្គការឧត្តមនេះនមស្ការនិងចម្រើនពរកណ្ណាញាតិញោមទាំងអស់គ្នានៅក្នុងថ្ងៃនេះជាថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025វត្តអង្គការឧត្តមបានចាប់ផ្ដើមដំណាក់កាលទី3គឺការចាក់ប្លង់សេសាលាពុទ្ធិកបឋមសិក្សារបស់យើងហើយនេះគឺជាដំណាក់កាលដ៏សំខាន់មួយហើយបន្ទាប់ពីចាក់ប្លង់សេនេះហើយយើងចាប់ផ្ដើមរៀបចំខាងក្រោមឲ្យប្រសងសិក្សារៀនសូត្រហើយក៏ដោយសារបច្ចុប្បន្ននេះមានពីលំបាកខ្លាំងនៅក្នុងការសិក្សារៀនសូត្រដោយសារយើងអត់មានសំណង់អគារសម្រាប់ឲ្យប្រសងរៀនបានត្រឹមត្រូវទេហើយរាល់ពេលមានភ្លៀងឬក៏មានរវល់កម្មវិធីអីផ្សេងគឺប្រសងត្រូវផ្អាកការសិក្សាដូច្នេះហើយសំណង់នេះគឺមានសារៈសំខាន់មែនទែនសម្រាប់ជាថ្នាលបណ្ដុះបណ្ដាលដល់សាមណសិស្សនៅក្នុងទីអារាមអង្គការឧត្តមរបស់យើងសូមឆ្លៀតធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសប្បុរសជនដែលលោកមានសទ្ធាក្រៃលែងណាស់ជួយជាសម្ភារៈនៅក្នុងការចាក់ប្លង់សេទីអារាមអង្គការឧត្តមនេះជាគុណូបការៈដ៏ធំធេងមួយសម្រាប់ពុទ្ធសាសនាហើយសូមបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាម្ចាស់សទ្ធាបានសេចក្តីសុខសេចក្តីចម្រើនដែលឡែកចង់បញ្ជាក់ប្រាប់កណ្ណាញាតិញោមទាំងអស់គ្នាថាសាលាពុទ្ធិកនេះគឺយើងបានចាប់ផ្ដើមកសាងមករយៈពេល1ឆ្នាំហើយបើសិនជាចាក់ប្លង់សេនេះហើយរួចរាល់ទៀតសាលានេះគឺចិត្តបានបង្រៀនហើយចិត្តបានប្រើប្រាស់បានហើយគឺយើងគ្រាន់តែរៀបចំបូកអីសម្អាតខាងក្រោមវាយការ៉ូវាយអីទៅអាចលើកតុលើកអីចូលឲ្យប្រសង់រៀនសូត្របានហើយជាងប្លង់សេនេះគឺជាដំណាក់កាលដ៏សំខាន់មែនទែនសម្រាប់សាលាពុទ្ធិកបឋមសិក្សាអង្គការឧត្តមរបស់យើងហើយដែលឡែកនៅក្នុងទីនេះជាងឥឡូវនេះកំពុងតែមមាញឹកនៅក្នុងការរៀបចំត្រាស់សេចាក់សម្រៀបដីហើយបានយើងអាចរៀបចំវាយកដាពុំខាងលើបានមានន័យថាជាងមួយផ្នែកគាត់ត្រាស់សេដីខាងក្រោមទៅមួយផ្នែកទៀតគាត់ចាប់ផ្ដើមកាត់ក្តារពុំកាត់អីផ្សេងធ្វើជាទួលធ្វើអីដើម្បីរៀបចំដំឡើងធ្វើពុំអីចាក់ប្លង់សេចាប់ផ្ដើមដំឡើងចាក់ប្លង់សេដូច្នេះហើយសូមកណ្ណាញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាជ្រះថ្លាអនុមោទនាជាមួយនឹងដំណើរការនៃការកសាងសាលាពុទ្ធិកនេះទាំងអស់គ្នាហើយចូលរួមតាមសេចក្តីជ្រះថ្លារៀងៗខ្លួនសូមអរគុណ